យើងនឹងនិយាយអំពីការរក Robux នៅក្នុង Block World ទាំងអស់គ្នាការរក Robux នៅក្នុង Block World នេះងាយស្រួលក្នុងការរក Robux ឬក៏ការបុកលុយបុកយក Robux ដើម្បីទិញកៅអៅទិញវគ្គឬក៏ធ្វើអីផ្សេងៗដើម្បីបាន Robux នេះបានយើងត្រូវយក Roblox ទៅដូរជា Robux ឲ្យ100 Roblox ស្មើនឹង100 Robux ជាដំបូងយើងដើររក Play Store យើងមករួចយើងចុចកន្លែង Play Store ហ្នឹងទៅយើងចុចកន្លែង Play Store រួចហើយយើងរកកន្លែង Search ឬក៏ស្វែងរកអ្នកនរគ្នាវាយពាក្យថា Block World នៅខាងក្រោមនេះBlock World នេះឈ្មោះនេះរួចអ្នកនរគ្នាចុចចូលទៅដោយសារតែខ្ញុំ down រួចហើយអញ្ចឹងវានឹងចេញ upload ហើយប៉ុន្តែមុនតែវានេះមុនតែខ្ញុំ down ហ្នឹងវាចេញពាក្យថាenter អ្នកនរគ្នា enter វា download វាពេញរួចទើបអាចចូលមកកាន់ Block World បានយើងចូលកាន់ Block World មកហើយវានឹង load បែបនេះយើងចាំប្រហែលមកស្ទុះទៅវានឹង load ឲ្យយើងនេះយើងមកអានមកចូលមកដល់កន្លែង game យើងហើយអញ្ចឹងអ្នកទាំងអស់គ្នាចាំវាបន្តិចវា load អស់រួចនេះគឺជាកន្លែងដែលយើងអាចរក Roblox បានការរក Roblox ទី1ហ្នឹងអាចអ្នកទាំងអស់គ្នាអាចបង្វិលកងយក Roblox សំណាក់បើអ្នកទាំងអស់គ្នាសំណាងអ្នកទាំងអស់គ្នាអាចបាន1000 Roblox ដើម្បីអាចចុចបង្វិលលើបានអ្នកទាំងអស់គ្នាត្រូវតែមើលវីដេអូតទៅចប់នឹងវានឹងបង្វិលឲ្យយើងអូតូបន្តិចហើយវិធីទី2នោះអ្នកទាំងអស់គ្នាអាចរកតាម YouTube និង TikTok ពេលហ្នឹងអ្នកទាំងអស់គ្នាចុចកន្លែងទូរស័ព្ទហ្នឹងមកគ្នាចុចកន្លែង YouTube ហ្នឹងមកហើយអ្នកទាំងអស់គ្នាចូលមកដល់កន្លែងមីហ្នឹងមកយើងហ្នឹងណារួចចុចកន្លែងបូកប្រាប់ដែរតែមួយRoblox ស្មើនឹង view អញ្ចឹងអ្នកទាំងអស់គ្នាមានអ្នកមើលច្រើនមានន័យថា Roblox របស់អ្នកបានកើនឡើងតាម view នឹងដែរគ្នាចង់ភ្ជាប់អ្នកទាំងអស់គ្នាចុចកន្លែងបូកនឹងមកបើអ្នកទាំងអស់គ្នាចង់ខ្ញុំជួយបង្រៀនការភ្ជាប់ជាមួយនឹង YouTube ខ្ញុំអាចបង្រៀនបាននៅក្នុងវីដេអូក្រោយគ្នាអាចចុច Subscribe និងដាក់សញ្ញាកណ្ដឹងឲ្យខ្ញុំផងបានការបង្រៀនការភ្ជាប់ជាមួយនឹង YouTube និង TikTok អូខេទៀតអ្នកទាំងអស់គ្នាត្រូវភ្ជាប់ជាមួយនឹង account Roblox របស់យើងនិងជាមួយនឹងaccount Roblox របស់យើងអ្នកគ្នាអាចភ្ជាប់បានហើយអ្នកនរគ្នាអាចបដូរជា Roblox ទៅ Roblox បានហើយជាងាយស្រួលមែនតើដោយអ្នកនរគ្នាខ្លះមិនចង់ចំណាយលុយឬក៏ចំណាយពេលបុកលុយអីអញ្ចឹងអាចបងប្អូនអ្នកគ្នាគ្រាន់តែចំណាយពេលតិចតួចនឹងការបុកនឹងការបង្វិលកងហ្នឹងទៅពេលខ្លះអ្នកនរគ្នាអាចសំណាងដែរណាអាចសំណាងបាន100 Roblox អញ្ចឹងអ្នកគ្នាគុណមើលទៅយើងគិតថា100 Robloxនេះវាស្មើ1 Robloxហើយដល់ខ្ញុំមានតែប៉ុណ្្នឹងដែរសូមអរគុណនិងសូមជម្រាបលា